នេះហើយជាការប្រកួតដែលទាមទារកម្លាំងកាយចិត្តការលះបង់ដើម្បីទទួលបានលទ្ធផលបាទខ្ញុំបាទជួនសូមអញ្ញាតសូមជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូភាគទី2នៃការប្រណាំងហាត់ Enduro នៅក្រុងបរសេអនុហើយចំពោះផ្លូវវីដេអូភាគបន្តរត់តែអែមបងប្អូនទាំងអស់គ្នាមកមើលជាមួយនឹងឧបសគ្គនៃការចុះចំណោទការដេញគ្នាជាមួយនឹងសេងហាក់បាទក៏ពិតទៅការប្រណាំងនេះដែរខ្ញុំជាមួយសេងហាក់គឺយើងអត់សូវដេញគ្នាហ្មងបងប្អូនទាំងអស់គ្នាដោយសារស្ថានភាពផ្លូវយើងនៅឆ្ងាយទៀតអញ្ចឹងយើងជិះទៀមធ្វើម៉េចកុំឲ្យច្រឡំផ្លូវហើយនឹងកុំឲ្យដួលបងប្អូនទាំងអស់គ្នាជាក់ស្ដែងឥឡូវសេងហាក់កំពុងតែនាំមុខខ្ញុំគាត់ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ1បណ្ដោះអាសន្នខ្ញុំបាទស្ថិតនៅចំណាត់ថ្នាក់បណ្ដោះអាសន្នលេខ2ហើយនៅចំណុចកន្លែងនេះដែរខ្ញុំបាទក៏សូមគាត់វ៉ាមួយបងប្អូនទាំងអស់គ្នាដោយសារថាកន្លែងនេះកែក្នុងខ្ញុំសូមវ៉ាគាត់មួយព្រោះការប្រណាំងយើងដើម្បីជីវធម៌យើងគួរតែសុំបាទគាត់ឲ្យមិនឲ្យជារឿងរបស់គាត់បាទហើយចំណែកកន្លែងនេះចុះឧបសគ្គបាទចុះឡើងហើយកាច់ឆ្វេងហើយឡើងចំណោទទៀតបងប្អូនអស់គ្នាអញ្ចឹងបងប្អូនមើលទៅផ្លូវពិបាកស្រួលបងប្អូនមើលតាមជាក់ស្ដែងហើយចំពោះស្ថានភាពផ្លូវបងប្អូនដែលតែងតែច្រឡំបងប្អូនអាចមើលវីដេអូនេះបានបងប្អូននេះជាផ្លាកសញ្ញានៃការប្រាប់ទិសទៅកាន់ផ្លូវដែលយើងជិះធ្វើម៉េចកុំឲ្យខុសបងប្អូនបាទធំថ្មបាញ់ពណ៌ក្រហមហើយចំពោះផ្លូវនេះដែរយើងជិះសូវបានលឿនបងប្អូនដូចខ្ញុំបញ្ជាក់អញ្ចឹងថាការប្រណាំងហាត់ Enduro វាស្តៀង Rally ដែរបងប្អូនអរគ្នាកាលណាយើងលឿនពេកយើងអាចខុសផ្លូវអញ្ចឹងយើងជិះបដាស្ថិតក្នុងស្ថានភាពមួយមើលស្វែងរកផ្លូវហើយកាលណាយើងលឿនពេកអាចខុសផ្លូវអាចជ្រុលផ្លូវហើយចំណុចខ្លះលឿនអត់អាចលឿនខ្លាំងទេបងប្អូនអរគ្នាដោយសារយើងមានកាច់ឆ្វេងកាច់ស្នាមឡើងចំណោទចុះចំណោទហើយចំណុចនេះបងប្អូននេះបាទដោយសារខ្ញុំលះភ្នែកដែរខ្ញុំកលេសមើលខាងឆ្វេងក៏មានខ្សែនាំផ្លូវយើងដែរបាទកាច់ឆ្វេងចុះទៅក្រោមបាទហើយចាប់ដើមទៅផ្លូវចាប់ដើមល្អលេហើយនឹងដុំថ្មបាញ់គំនូជាមួយពណ៌ក្រហមប្រាប់សញ្ញាយើងទៅមុខហើយកន្លែងនេះចូលដល់ស្ថានភាពផ្លូវស្បូវបងប្អូននិយាយទៅផ្លូវនេះគឺមានតែម៉ាចអូហ្នឹងឯងបងប្អូនពិបាកនឹងវែងដែរពេលខ្លះដោយសារខ្ញុំព្យាយាមជិះតាមចអូជិះបដាក៏ភ័យដែរថាចង់ស្អីច្រឡំផ្លូវឯងក៏ប៉ុន្តែយើងព្យាយាមជិះតាមចអូទៅក៏កលេចឃើញនៅសញ្ញាផ្សេងដូចជាខ្សែដូចជាដុំថ្មដែលគាត់បាញ់ប្រាប់ទិសពណ៌ក្រហមណាបងប្អូនទាំងអស់គ្នាហើយទីទៀតបងប្អូនឃើញហើយចំពោះការ check point ហើយចំពោះការ check point គឺ check នៅកន្លែង start កដាលមួយហើយនឹងបញ្ចប់អញ្ចឹងទាំងអស់3ដើមកដាលចុងបញ្ចប់ហើយពេលដែលខ្ញុំជិះប្រណាំងនឹងបងប្អូនឃើញខ្សែប្រាប់ទិសទៅមុខហើយនឹងឃើញដុំថ្មបាញ់ក្រហមទៅមុខគឺខ្ញុំសប្បាយចិត្តនិយាយទៅដូច challenge អញ្ចឹងបាទនិយាយទៅ challenge នេះលំហាត់ការប្រណាំងបងប្អូនទាំងអស់គ្នាមានន័យថាយើងសប្បាយចិត្តនៅពេលដែលឃើញបាញ់ពណ៌ក្រហមយើងគិតថានោះយើងជិះត្រូវផ្លូវហើយអារម្មណ៍មួយទៀតយើងមើលតែផ្លាកសញ្ញាពណ៌ក្រហមយើងដែល cross brown ណាហើយចំពោះផ្លូវនេះបងប្អូនខ្ញុំគិតថាជាទូទៅបងប្អូនអាចធ្វើបានទាំងអស់គ្នាលំបាកតែកន្លែងខ្លះនៅចុងបញ្ចប់អីអញ្ចឹងបងប្អូនចាំមើលទស្សនាវីដេអូចុងបញ្ចប់អញ្ចឹងកន្លែងនេះជារឿងឆងផ្លូវហើយនឹងដូចឧបសគ្គកន្លែងនេះបងប្អូនឆ្លងហើយយើងចុះចំណោទហើយឡើងអញ្ចឹងទាមទារកង់យើងរៀងធូរបន្តិចបាទហើយទឹកដៃយើងរៀងធ្ងន់បន្តិចណារៀងទប់ឲ្យខ្លាំងបន្តិចហើយមកដល់ឧបសគ្គកន្លែងនេះបាទយើងកាត់វាស្រែខ្លះដែរបាទហើយផ្លូវអែមបងប្អូនទាំងអស់គ្នាហើយខ្សែដូចគាត់បាន briefing អញ្ចឹងមានណែនាំមុនការប្រណាំងអញ្ចឹងគឺខ្សែគាត់ចងជាសញ្ញាបន្តិចទេអញ្ចឹងទាមទារភាពឆ្លាតវៃរហ័សរហួនរបស់យើងបាទផងដែរហើយកន្លែងនេះបងប្អូនទាំងអស់គ្នាខ្ញុំក៏បានដួលមួយដែរដួលនឹងឈឺក្តៅកាហាយដែរហ្នឹងបងប្អូនមានន័យថាកាហាយសាច់ណាហើយបារម្ភដែរហ្នឹងបងប្អូនបារម្ភថាមានបញ្ហាបាក់បែកដែរតែយើងលើកដៃលើកជើងទៅវាអត់ឈឺបងប្អូនបាទនេះចូលដល់កន្លែងខ្ញុំល្អដួលបងប្អូនសបកកង់ខ្ញុំមុខខ្ញុំហ្នឹងវារៀងចង់អស់កន្លាដែរបងប្អូនហើយស្ថានភាពស្បូវនេះវាល្អបងប្អូនហើយកន្លែងនេះគឺធ្វើឲ្យខ្ញុំដួលមួយបងប្អូនអស់គ្នាខ្ញុំភ័យដែរហ្នឹងខ្លាចមានបញ្ហាព្រោះផ្លូវនេះផ្លូវឆ្ងាយបើសិនជាយើងគ្រោះថ្នាក់ធ្ងន់ធ្ងរអី emergency គេថាឡានស្គ្រូបន្ទាន់ហ្នឹងគឺមកអត់ទាន់ទេអញ្ចឹងការប្រណាំងទាមទារភាពអត់ធ្មត់ម៉ត់ចត់មើលផ្លូវឲ្យច្បាស់កុំលឿនពេកកុំយឺតពេកបាទហើយយើងព្យាយាមធ្វើតាមលទ្ធភាពតាមសមត្ថភាពយើងបងប្អូនអរគ្នាតែអ្វីខ្ញុំសប្បាយចិត្តហ្នឹងគឺខ្ញុំធ្វើបានត្រូវផ្លូវបងប្អូនអរគ្នាឃើញបងប្អូនយើងជាកីឡាករជាច្រើនគាត់ធ្វើខុសផ្លូវជាច្រើនបាទអញ្ចឹងចូលរួមសោកស្ដាយផងហើយក៏អបអរសាទរសម្រាប់ខ្លួនឯងដែរដែលធ្វើបានល្អចំពោះការប្រណាំងនៅក្រុងសែននោះនេះបងប្អូនអរគ្នាហើយនេះបងប្អូនលឿនអាចជ្រុលអញ្ចឹងមានផ្លាកសញ្ញាមកឆ្វេងទៀតហើយសុំទោសចំពោះវីដេអូនេះអាចប្រចាំងទៅក្រោមបន្តិចថតទៅក្រោមបន្តិចដោយសារតែបន្ទាប់ពីខ្ញុំដួលមុននឹងមួយមកបងប្អូនកាមេរ៉ា GoPro យើងត្រូវបានធ្លាក់អោនចុះក្រោមអញ្ចឹងបងប្អូនអាចមើលរៀងពិបាកបន្តិចក៏ប៉ុន្តែស្ថានភាពផ្លូវដូចបងប្អូនបានឃើញហើយបាទចំពោះចំណុចផ្ដើមភាគទី2នេះគឺវាអត់ទាន់ថាលំបាកឯងបងប្អូនមានន័យថាពាក់កណ្ដាលផ្លូវរៀងបញ្ចប់បានពិបាកទៅអញ្ចឹងណាអញ្ចឹងចុងបញ្ចប់អ្នកណាធ្វើបានល្អអ្នកហ្នឹងហើយកន្លែងនេះចាប់ផ្ដើមមានសញ្ញាបងប្អូនមិញបត់ស្ដាំគឺផ្នែក silver និង gold ហើយបត់ឆ្វេងផ្នែក brown បងប្អូនទាំងអស់គ្នាបាទហើយចំពោះផ្លូវចម្ងាយ30គីឡូបងប្អូនទាំងអស់គ្នាកន្លែងនេះកាត់វាលកាត់ស្រូវបងប្អូនទាំងអស់គ្នា
và cả sở cạch con chúng ta miền đan ở dương suối Nam đây có vận tải về là và bạn lươn nó bông ồn cái nào lươn nhưng ai khó lơ đôi dùng vậy đấy lại son cạch tất mà hố em real mình tên mà bài mình tên bông ồn học liền lại cạch tất mùi cho chạy đại diện trên số là hay được xé được quạt khơi chẳng cứ cho mùi thế hết bông ồn mà sân gì ắt khơi xé đi chọn mình tàu đi bông ồn khơi nhảy người lấy bông ồn mà bông ồn mưa hay ắt bán sai bà chẳng sai cho chỉ mùi nâng đam chư để còn ai cho ban ở dương Nam chưa sinh nhà chẳng á chẳng chim tia ca bản năng nó cứ dương thử đáp được không ca bị vô bài bon này ca bản năng bỏ qua đại bán số 3 cái nào ban đáp cứ dương hai niệm pay nâng phone cho lòm up score bị sinh nhà ở Nam được sinh nhà chẳng á bị vua krom càng nghĩa của miền tây đây ở quân bóng học nét tụt xã các ông thông đời chia đi miền tây chu chu mà tôi thông cướp bọc hết lụa tàu kim xiềng miền lụa tàu tôi thông cướp bọc hết ô vai ô tô miền tây tên rồi từng nơi cái ô tô kha sai bầm pơ miền tây chu chu rồi quỳ tiếp hết sai chu chấm hỏi chiêng nhà của lăng nâng sát đà ra cũng đà ra xây miền tây mai cả nóng bọc rư khung rư sập bọc rư cướp hết chiêng hạt chu chu một tàu CSO7 Seren Design và quay hạ pram miền ruột chui ngành chiêng Maserati Repair Moto แค่ดับเบิลมอเตอร์สวิสหนังออกคุณบางคนที่มารีสังเกตจากออกนี่